ឥឡូវហ្នឹងគឺមកតាមការសន្យាណាបងប្អូនសូមអរគុណមែនតើសម្រាប់ 15k follower ហើយក៏អរគុណទៅដល់បងប្អូនដែលជា top fan និយាយទៅ like comment share ឲ្យបេះដូងគ្រប់វីដេអូហ្មងហើយនេះគឺជារូបមន្តបើម្រេចឆ្ងាញ់ហើយសម្រាប់វិធីធ្វើគឺខ្ញុំធ្វើបែបនេះសម្រាប់បងប្អូនទាំងអស់គ្នានៅតាមផ្ទះគឺអាចធ្វើបានដោយមិនបាច់ប្រើជាមួយនឹងម៉ាស៊ីនសម្ងួតក៏បានដែរឲ្យតែមានផ្ទះមានម៉ាស៊ីនកិនមួយគឺរួចជាការសេហើយសម្រាប់រូបមន្តគឺបងប្អូនអាចស្គប់មើលនៅលើនឹងបានហើយនឹងវិធីធ្វើហើយខ្ញុំចង់បញ្ជាក់បងប្អូននេះគឺវាមានពីរវិធីសម្រាប់បងប្អូនដែលចង់ញ៉ាំរបៀបបែបសុខភាពតាមផ្ទះហើយមានមួយវិធីទៀតtrongវីដេអូហ្នឹងគឺសម្រាប់បងប្អូនដែលយកទៅធ្វើលក់បានដោយថាធ្វើហើយគឺរសជាតិឆ្ងាញ់ហើយសម្រាប់ការលីងអំបិលនេះគឺសំខាន់ណាស់បងប្អូនឡើងចំណុចដែលត្រូវលីងឲ្យស្ងួតហ្នឹងគ្រាន់តែរៀងដាច់ទឹកភ្លាមគឺបងប្អូនត្រូវតែបន្ថយភ្លើងឲ្យតូចមែនតើទើបលីងឲ្យស្ងួតបែបនេះហើយទើបយកទៅកិនហើយវារក្សាទុកបានយូរតែលីងបខំភ្លើងគឺខ្លោចខ្ទេចអស់ហ្មងហើយនេះគឺជាវិធីទី1ដែលសម្រាប់បងប្អូនដែលគាត់ចង់ញ៉ាំបែបសុខភាពកិនឲ្យតែម៉ត់ហើយគឺអាចយកទៅទុកបានហើយសម្រាប់វិធីទី2គឺយើងបន្ថែមជាមួយនឹងស្ករប៊ីចេងចូលគ្រាន់តែកិនហើយគឺមានរសជាតិឆ្ងាញ់ហ្មងអញ្ចឹងសម្រាប់បងអ្នកលក់ចង់ធ្វើគឺអាចមើលតាមរូបមន្តហ្នឹងហើយយើងគុណទៅតាមគ្រឿងទៅតាមបងប្អូនធ្វើតិចធ្វើច្រើនអញ្ចឹងតែចំណុចនេះខ្ញុំសូមបញ្ជាក់បន្តិចពេលដែលយើងដាក់ស្ករប៊ីចេងចូលទៅហើយតែយើងប្រើទុកយូរពេកគឺវានឹងអាចបែកទឹកបងប្អូនទាំងអស់គ្នាអញ្ចឹងតើបងប្អូនទាំងអស់គ្នាលៃលកទៅតាមតម្រូវការរបស់បងប្អូនវិញអូខេបងប្អូនទាំងអស់គ្នាបើសិនជាចង់បានរូបមន្តអីផ្សេងទៀតកុំភ្លេច follow page ម្នាក់មួយផងណាអរគុណបាយបាយបងប្អូន